រៀនអានកំណាព្យលោកណាផុតភ័យលោកីលោកាលោកណាប្រពៃជីវិតផុតភ័យមានន័យយ៉ាងណាលុះត្រាតែអស់កិលេសតណ្ហាទើបមានន័យថាវាសនាគូគប់បាក់សីមានស្លាបហើយឆាបប្រឹក្សាស្វែងរកអាហារតាមការទម្លាប់រស់រៀងដរាបមានស្លាបជាទ្រព្យយកទៅតាមជាប់គ្រាប់ដណ្ដប់ប្រាណហោះហើរបានពិតចិត្តឥតស្រណុកកូនក្នុងសម្បុកយកតាមពុំបានចេញរោគចំណីភ័យគេរំខានបាត់កូនពីប្រាណទ្រង់ណែនស្ទើរខ្សែសត្វតូចតាចខ្លាចអំណាចសត្វធំចេញពីជំរុំខំរោគចំណីបើរោគពុំបានស្រេកឃ្លានពេកក្រៃពេលបានចំណីភ័យគេដណ្ដើមទឹកចិត្តជាម្ដាយពុំងាយនឹងកាត់ទោះបីជាសត្វមានប្រមាត់ថ្លើមបេះដូងនឹកដល់កូនគ្រប់ដង្ហើមចាប់ផ្ដើមពីថ្ងៃមានផ្ទៃពេលណាសត្វព្រៃគ្មានច្បាប់សម្រាប់សង្គមសំឡេងសត្វយំជំរុំសោកាហេតុអ្វីមនុស្សខ្លះខ្វះក្តីមេត្តាគួរឲ្យអនិច្ចាអ្នកណាជាងណកើតមកជាសត្វព្រោះបាបកម្មចាស់មនុស្សបន់ច្រើនណាស់ម្ដេចមិនបន្តបានកើតជាមនុស្សព្រោះផលបន់ល្អហេតុអ្វីបង្កទុកដល់សត្វលោកនិពន្ធដោយឧបាសកគុយសុធនសៀវភៅជំនួយសតិភាគទី17ទំព័រ123មរតកលោកីសម្បូរសម្បត្តិសប្បាយចាយចងជន់ទាំងឡាយជាប់យ៉ាងជ្រៅគេឈ្មោះយុស័កពាក់ឲ្យនៅវាយបន់ដើរទៅសំដៅខ្នោះគេគុលគូគប់ទ្របចែកឲ្យថ្ងៃមុខថ្ងៃក្រោយគង់តែអស់ជូនម្ចាស់ចែកស្ថានចោលរបស់ជូនចោលយកអស់ម្ចាស់អ៊ូលអាមរតកដែលបានគ្រប់គ្នាគឺចាស់ជរានិងមរណៈរោគាព្យាធិតាមបណ្ដាក់របួសគ្រោះថ្នាក់តាមប្រមានជីវិតរោគសុខស្ទើរពុំបានសល់ពេលប៉ុន្មានរោគធនធានសិក្សាវិជ្ជាការងារមានពេលសាងសិលទានមានឬទេនិពន្ធដោយឧបាសកគុយសុធនសៀវភៅជំនួយសតិភាគទី17ទំព័រ124ដកស្រង់ចេញពីសៀវភៅប្រជុំកំណាព្យ80សាបទានាងធម្មទានាងជានិយតិធម្មទានរមែងឈ្នះអស់ទានទាំងពួងសូមអនុមោទនា